គេឲ្យខ្ញុំនិយាយពីរឿងលោកសៀមរាំងស៊ីតែគាត់ទៅកាលីហ្វ័រញ៉ាទៅទីក្រុងឡុងប៊ិចចូលរួមធ្វើបាតកម្មហើយនឹងអ្វីដែលលោកសៀមរាំងស៊ីគាត់បាននិយាយនៅទឹកដីសហរដ្ឋអាមេរិកវាអត់មានអីថ្មីទេពាក្យរបស់លោកប្រធានសៀមរាំងស៊ីគឺដដែលទេក្រៅតែពីសង្គ្រាមដែលសៀមឈ្លានពានកម្ពុជាវាមិនមែនមកពីរឿងព្រំដែនទេវាជាសង្គ្រាមអនឡាញវាជាសន្តិសុខប្រទេសសៀមអីលាក់នឹងលាក់អីជាដើមហើយសៀមរាំងស៊ីថាវាមិនមែនជាការឈ្លានពានទេមានន័យថាសៀមរាំងស៊ីនៅខាងក្រៅប្រទេសនេះកំពុងតែដើរបោកខ្មែរយើងដែលស្រឡាញ់ជាតិស្រឡាញ់ទឹកដីហ្នឹងឲ្យមានការយល់ច្រឡំថារឿងទាំងអស់ហ្នឹងមកពីលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហើយកុំឲ្យនាំគ្នាទៅខឹងចោលសៀមឈ្លានពានអាហ្នឹងគឺអ្វីដែលសៀមរាំងស៊ីកំពុងតែដើរធ្វើសកម្មភាពនៅខាងក្រៅប្រទេសហ្នឹងហើយសម្រាប់ខ្ញុំគ្រាន់តែខ្ញុំគ្មានឱកាសដើរអីគេទទួលស្វាគមន៍អីទៅជួបជុំបងប្អូននៅខាងក្រៅប្រទេសទេខ្ញុំប្រើប្រព័ន្ធសង្គមនេះដើម្បីជម្រាបជូនបងប្អូនតែម្ដងថាទង្វើរបស់លោកប្រធានសៀមរាំងស៊ីរបស់បងប្អូនហ្នឹងគឺជាទង្វើដែលគេហៅថាជាជនដែលលីចបកប់លីមួកចោលសៀមមានន័យថាសៀមរាំងស៊ីហ្នឹងអាចនិយាយបានថាលីចបដើម្បីទៅកាយកប់លីមួកចោលសៀមឬក៏ទៅស៊ីអាចចោលសៀមស៊ីអាចហ្នឹងមានន័យថាបើសិនណាជាអានឹងយើងថាវាជាអំពើឈ្លានពានសំរងស៊ីនឹងទៅស៊ីអស់ហើយបោកខ្មែរថាសៀមមិនបានឈ្លានពានកម្ពុជាទេសៀមធ្វើហ្នឹងគឺដើម្បីការពារសុវត្ថិភាពស្រុកទេសគេអីចឹងទៅប្រជាជនគេអីចឹងទៅចឹងហើយបានជាខ្ញុំចង់ប្រាប់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសថាកុំជឿឃោសនាលោកសៀមរាំងស៊ីនឹងពេកកាលណាបងប្អូនជឿទៅលើការឃោសនាការអំពាវនាវរបស់សៀមរាំងស៊ីនឹងពេកតម្លៃរបស់ប្រទេសយើងវានឹងបាត់បង់ហើយយើងកាត់បន្ថយការខឹងចោលយើងមកខឹងតែគ្នាឯងតាមពិតដូចខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំមិនដែលហាមឃាត់បងប្អូនមិនឲ្យមិនពេញចិត្តលោកហ៊ុនសែនលោកហ៊ុនម៉ាណែតទេតាមតែបងប្អូនទៅបើបងប្អូនគិតថាគាត់ខំប្រឹងប្រែងការពារជាតិប៉ុណ្ណឹងហើយបងប្អូនយល់ថាគាត់គ្មានតម្លៃសម្រាប់ឲ្យបងប្អូនគោរពស្រឡាញ់គាត់អាហ្នឹងតាមតែបងប្អូនទៅក៏ប៉ុន្តែអ្វីដែលសំខាន់ជាងយើងមិនពេញចិត្តលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហ្នឹងគឺចោលសៀមឈ្លានពានទឹកដីយើងបំផ្លាញពលរដ្ឋយើងបំផ្លាញគេដំណើរដូនតារបស់យើងអាហ្នឹងឯងដែលយើងឈឺចាប់ហើយគេមើងងាយជាតិសាសន៍យើងអាហ្នឹងឯងដែលយើងត្រូវឈឺចាប់ទោះជាយើងឈឺចាប់ជាមួយខ្មែរគ្នាយើងយ៉ាងណាក៏ដោយវាមិនស្មើនឹងការបំពេញរំលោភលើដែនអធិបតេយ្យរបស់យើងពីបរទេសពីចោលសៀមឈ្លានពានទេណាពីចោលសៀមឈ្លានពានទេដូច្នេះហើយយើងកុំឲ្យខ្មែរមួយចំនួននេះនៅខាងក្រៅនេះបងសុកលពូវត្តផានបងសុចិន្តាហេងបាទ Good morning បងកុំឲ្យសត្វសំណក់សៀមមួយចំនួននេះឃោសនាកែលម្អឬក៏លុបអំពើខូខើនិងអំពើថោកទាបរបស់សៀមមកលើដែនអធិបតេយ្យរបស់យើងហើយទម្លាក់កំហុសនេះទៅលោកហ៊ុនសែនដូចខ្ញុំបញ្ជាក់អញ្ចឹងសារនយោបាយរបស់សៀមរាំងស៊ីនឹងក្រៅពីទម្លាក់កំហុសទម្លាក់បន្ទុកនឹងឲ្យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតយើងឃើញតែសៀមរាំងស៊ីចេះធ្វើអីទេពួកនឹងធ្វើអីទេក្រៅពីអង្គុយបន្ទោសគេណាក្រៅពីអង្គុយបន្ទោសគេមួយថ្ងៃបករឿងមានរឿងដាក់កំហុសឲ្យគេណាអានេះខុសអានោះខុសហើយខ្លួនឯងអត់ធ្វើអីសោះក្រៅតែអំពីអង្គុយទម្លាក់កំហុសឲ្យគេនឹងឯងអត់ធ្វើអីទេគេខំប្រឹងប្រែងជួយប្រជាពលរដ្ឋជនភេសកវាទៅរិះគន់គេថាអូប្រព្រឹត្តអំពើពុករលួយរដ្ឋមានអត់ជួយទេដើរសុំគេដើម្បីឲ្យជួយជនរងគ្រោះវាទៅជាអញ្ចឹងបងប្អូនគិតមើលបងប្អូនគិតពិចារណាទាំងអស់គ្នាមើលសួរថាទង្វើបែបហ្នឹងបងប្អូនផលីបងទាវលឹមអាសាមានលពូសំអាតទង្វើសៀមរាំងស៊ីបែបហ្នឹងជាទង្វើដែលគួរឲ្យគោរពជាទង្វើដែលជាអ្នកនយោបាយស្រឡាញ់ប្រទេសជាតិខ្លួនឯងដែរអត់ស្រឡាញ់ប្រជាជនខ្លួនឯងដែរអត់បាទបងសុកជីវណាពូប៉ុណ្ណាអញ្ចឹងបានបងប្អូនគាត់ចេះតែថាសៀមរាំងស៊ីគាត់ខំប្រឹងធ្វើបាតកម្មនៅឡងប៊ិចបងប្អូនទៅធ្វើបាតកម្មមិនមែនទៅធ្វើបាតកម្មប្រឆាំងចោលសៀមទេណាប្រឆាំងចោលសៀមមួយម៉ាត់ពីរម៉ាត់ទេណាប៉ុន្តែទៅធ្វើបាតកម្មហ្នឹងគោលដៅគឺដើម្បីឃោសនាពីរឿងអស់ទាញប្រជាពលរដ្ឋដែលមិនពេញចិត្តលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហ្នឹងឲ្យគេស្អប់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតហើយទម្លាក់កំហុសហ្នឹងឲ្យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតដូចខ្ញុំបញ្ជាក់អញ្ចឹងយកលេសថាសៀមនឹងវាយខ្មែរសៀមនឹងបៀតបៀនដោយសារតែមិនមែនរឿងតែកតានឹងទេវាមានកតាចេះដើម្បីរកលេសឲ្យសៀមដើម្បីកុំឲ្យសៀមនឹងវាធ្ងន់កពេក
កុំឲ្យខ្មែរនឹងស្អប់សៀមពេកកុំឲ្យខ្មែរនឹងខឹងសៀមពេកដូច្នេះរកលេសទម្លាក់កំហុសនឹងឲ្យទៅលោកហ៊ុនសែនលោកហ៊ុនម៉ាណែតអញ្ចឹងទៅចូលរួមធ្វើបាតកម្មនឹងគ្រាន់តែទៅចូលរួមក្នុងក្របខ័ណ្ឌដើម្បីកាយកប់ត្រឡប់អាចសៀមទេណាកាយកប់ត្រឡប់អាចសៀមទេហើយបងប្អូនស្ដាប់សម្ដីសៀមរងស៊ីនិយាយទៅនៅក្នុងបាតកម្មនោះនិយាយទៅសៀមប្រមាណភាគរយហើយនិយាយទៅលោកហ៊ុនសែនប្រមាណភាគរយបងប្អូនវាស់ទៅហើយបងប្អូនមិនចេះវាស់ខ្លួនឯងទេមានខួរក្បាលមិនចេះវាស់មិនចេះថ្លឹងទេអាហ្នឹងខ្ញុំក៏មិនដឹងថាម៉េចដែរបើយើងនៅដល់ប៉ុណ្នេះហើយយើងនៅដល់ស្រុកក្រៅហើយបដោយឲ្យសត្វសំណក់សៀមបោកប្រាស់យើងទៀតអាហ្នឹងខ្ញុំមិនដឹងថាម៉េចដែរខ្ញុំពិបាកបញ្យល់ដែរអូកន្លែងបញ្យល់អត់ចេញកន្លែងបញ្យល់អត់ចេញណាអាហ្នឹងគឺប៉ុណ្ណឹងបងប្អូនដែលខាងសៀមរងស៊ីគាត់ខំប្រឹងជួយណាចង់ប្តឹងអីទាសំណងទាអីហ្នឹងជាសម្ដីអត់ប្រយោជន៍ទេជាសម្ដីគ្មានបានការទេបានតែនិយាយទេអត់បានការអីទេព្រះចៅក្រុងឆ្កែព្រះចៅក្រុងឆ្កែអាឡុងចង់ឲ្យអញជេរម៉ែឯងមែនហើយជេរទៅហើយជេរទៅម៉ែអញអត់មានប៉ះពាល់អីហើយផងបាទហើយចាំបាច់ប្រាប់ហើយជេរទៅព្រះចៅក្រុងឆ្កែមកវាឯងជាព្រះចៅក្រុងឆ្កែក៏មកវាចឹងណាអេសានស្រុកខ្ញុំមានតែសៀមរាំងស៊ីទេវាមិនឈឺចាប់យើងដែរឃើញសៀមរាំងស៊ីគាត់ឈឺចាប់អត់បងលេងលៀបបងប្អូនបងអេសានស្រុកខ្ញុំយើងអត់ដែរឃើញទេក្រៅតែពីអង្គុយបន្ទោសគេធ្វើនេះមិនកើតធ្វើនោះមិនកើតគេនាំគ្នាការពារទឹកដីគេថាពីនេះឲ្យបងប្អូនកងទាហាននឹងកុំទៅស្លាប់ជំនួសលោកហ៊ុនសែនលោកហ៊ុនម៉ាណែតដល់ពេលបាត់បង់ពេលដែលបាត់បង់ទឹកដីប្រមាណកន្លែងនេះដែលត្រូវគេពាត់យកនេះក្រោយពីបញ្ចប់កិច្ចព្រមព្រៀងនេះក្រោយពីបត់ឈប់បាញ់កើតឡើងនៅថ្ងៃទី27ខែធ្នូនេះក្រោយពីបត់ឈប់បាញ់ហ្នឹងអាស៊ានហ្នឹងវាលុកលុយចូលទៅយកកាន់កាប់ទៅកោះកាយទៅជីកនេះជីកនោះកំតិចនេះកំតិចនោះដាក់កុងតឺន័រដាក់ទូកុងតឺន័រដាក់អីចឹងទៅស្រាប់តែវានាំគ្នានិយាយទៀតណាវានាំគ្នានិយាយថាអសមត្ថភាពគ្រាន់តែការពារទឹកដីប៉ុណ្ណឹងមិនបានពួកអាសាតហើយអញឆ្ងល់ពួកឯងហើយប្រឆាំងរបៀបម៉េចគេខំការពារទឹកដីគេបញ្ជាទ័ពការពារទឹកដីហើយប្រាប់ថាកងទ័ពកុំទៅស្លាប់ជំនួសលោកហ៊ុនសែនអីសង្គ្រាមនឹងលោកហ៊ុនសែនអ្នកបង្កើតឡើងទេកុំទៅការពារទឹកដីឲ្យអាខ្លះប្រាប់ថាឲ្យដកទ័ពថយទៅផ្ទះរៀងខ្លួនវិញទៅដល់ពេលឥឡូវឃើញបាត់ទឹកដីវាព្រុសទៀតណាវានាំគ្នាព្រុសតាម Facebook វាធ្វើដូចវានឹងចំណាប់ណាស់អញ្ចឹងក៏ដូចមកអាសាត់សនៈសៀមបានជាខ្ញុំថាពួកអាសនៈសៀមនឹងវាមែនគេការពារទឹកដីវាបញ្ចុះបញ្ចូលកងទ័ពកុំឲ្យប្រយុទ្ធណាវាបញ្ចុះបញ្ចូលវាបំបាក់កងទ័ពកុំឲ្យប្រយុទ្ធការពារទឹកដីដល់ពេលការពារទឹកដីអត់បានមិនបានទេការពារទឹកដីបានជាធម្មតាបើសិនណាជាអាសៀមហ្នឹងវាគោរពតាមកិច្ចព្រមព្រៀងមានន័យថាវាឈរទៅណាវានៅឈរទៅហ្នឹងមានន័យថាកងទ័ពវាឈរនៅតាមកន្លែងផ្សេងទេប៉ុន្តែនៅពេលដែលបត់ឈប់បាញ់នឹងកើតឡើងវាចូលមកព្រឹបហើយយើងទៅបាញ់ទៀតតែម៉េចបើយើងទៅបាញ់យ៉ាងម៉េចឥឡូវយើងមិនបាញ់ទៀតទេយើងសុកចិត្តគោរពតាមច្បាប់ហើយយើងប្រើយន្តការច្បាប់អន្តរជាតិវិញណាព្រោះយើងដឹងហើយតែកាលណាយើងបាញ់ពួកអាដៃហ្នឹងវាដឹងតែយុទ្ធធម៌បកយើងវាដឹងតែប្រជាជនយើងតិចវាដឹងតែយុទ្ធធម៌បកយើងតិចវាមិនមែនវាអត់ដឹងទេវាដឹងតាណាវាដឹងតាដល់ហើយទៅវាថាអសមត្ថភាពការពារទឹកដីមិនបានឲ្យគេមកយកកាន់កាប់ទឹកដីខ្លួនឯងចុះចេញទៅគឺដូចមកអធិបាញ់ឲ្យចុះចេញឲ្យអធិបាញ់ណាអ្នកគ្រប់គ្រងឲ្យពួកអាសាសនៈឯងហ្នឹងឲ្យពួកឯងហ្នឹងណាឲ្យអាណាអ្នកគ្រប់គ្រងហើយបើឯងគ្រប់គ្រងទៅឯងទៅយកដីដែលថៃកំពុងពាត់យកហ្នឹងបានភ្លាមហ៎អាម៉េចពេលតែពួកឯងគ្រប់គ្រងទៅឯងទៅយកដីហ្នឹងបានស្អែកហ្មងឯងអានេះចេះតែនិយាយទៅហ្មងអាគេកំពុងឲ្យយកដីទៅដេញគ្នាឯងឲ្យចុះចេញគេមានតែរួមកម្លាំងគ្នាបន្តទាមទារយកដីហើយពួកឯងហ្នឹងនយោបាយពួកឯងនេះនយោបាយស្អីគេហើយកំណត់ពួកឯងហ្នឹងកំណត់ស្អីគេអញឆ្ងល់គឺដូចមានអាដុំឯងអស់នេះណាគូក្បាលពួកឯងគូក្បាលអីគេអញឆ្ងល់សៀមវាកំពុងតែយកទឹកដីយើងវាកំពុងតែពាត់វាកំពុងតែអីយកទឹកដីយើងហើយយើងទៅប្រាប់ឲ្យលោកហ៊ុនសែនចុះចេញហើយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតគេជារដ្ឋាភិបាលដែលកំពុងតែការពារហើយគេកំពុងតែអនុវត្តនឹងច្បាប់ធ្វើកិច្ចការងារហ្នឹងហើយឲ្យលោកហ៊ុនសែនចុះចេញមានន័យថាឯងឲ្យលោកហ៊ុនសែនហ្នឹងលែងធ្វើអីទាំងអស់ហើយពួកឯងឡើងទៅហ្នឹងស្មានថាពួកឯងហ្នឹងទៅធ្វើអីខែបើពួកឯងអត់ដឹងក្បាលដឹងកតុយអីផងពួកឯងហ្នឹងមិនមែនជាអ្នកដែលប្រយុទ្ធផ្ទាល់ផងហ៎មែនទេរំលឹករឿងចាស់សម្ដេចពុកដៃជោចឹងបានថាពួកឯងនេះអង្គុយតែបន្ទោសគេទេមួយថ្ងៃហ្នឹងហើយអត់មានគិតអីទេគិតអង្គុយឃើញគេទៅអង្គុយទៅគេទៅមកអញឆ្ងល់ពួកឯងហ្នឹងអត់មានខួរគិតទេណា
ai xem ta thưa nó bị sủa này đôi của ai trong ban này hả ai thưa ai xem ta thưa nó sủa đôi của ai trong ban sai trong ban khăn sai vậy ai xem ta hướng bật tê chiết nó đôi hướng ai thưa cái này mến đôi của ai nhai cái này tam online xong đọc này mơ ấy bật lưng ở cái mơ ấy mấy ai xem ta sủa đôi của ai thưa cái này không của ai chuột chắc cả miên mền xong tôi vậy vì bị rồi thế và nó khơi của ai chuột nó về chẳng ấy về chẳng vẫn coi tạt tư kia đúng không coi tạt tư ai xem ta đẹp thưa nó sủa này áp sủa tê bom bón đấy áp sủa tê riêng bất nhom mình mền để dây cà phêលោកហ៊ុនម៉ាណែតលោកហ៊ុនសែនឬក៏ថ្នាក់ដឹកនាំមន្ត្រីរាជការកម្ពុជាបច្ចុប្បន្នទេប៉ុន្តែពេលនេះមិនមែនជាពេលដេញដាក់ណាមួយឲ្យចុះចេញទេជាពេលដែលយើងត្រូវរួមគ្នាប្រឆាំងជាមួយចៅសៀមហើយពួកអាចឈួតនៅខាងក្រៅនេះមួយថ្ងៃគាត់អង្គុយដេញគេឲ្យគេចេញឲ្យគេចុះចេញពីតំណែងគេការពារជាតិវាអំពាវនាវឲ្យកងកម្លាំងឈប់ការពារព្រោះវាមិនមែនជាសង្គ្រាមការពារទឹកដីទេវាជាសង្គ្រាមអនឡាញសង្គ្រាមដែលលោកហ៊ុនសែនបង្កើតឡើងកុំការពារដល់ពេលបាត់ដីដល់ពេលគេយកកាន់កាប់ដីវាថាអសមត្ថភាពធ្វើមេដឹកនាំមិនអាចការពារដីបានចុះចេញទៅគឺដូចមកអាសាប់ឈួតណាពួកអាចឈួតពួកអាឡប់ទៅឯងនឹងវាមិនវាចេះតែមិនឯងអាមិននិយាយយក like យក share អីក៏ខំប្រឹងម៉ែខំប្រឹងយកនិយាយយក like យក share រហូតតែម៉ែឯងស្អីពួកម៉ែឯងនឹងស្អីជាដូនជាតាឯងដែលងាប់ទៅគាត់ធ្លាក់នរកក៏គាត់មិនសប្បាយចិត្តជាមួយពួកឯងដែរដោយសារពួកឯងនឹងកំណត់ឆ្កែកំណត់វាមិនកែធ្វើឆ្កែសៀមណាពួកឯងព្រមធ្វើឆ្កែសៀមណាហើយខ្ញុំនិយាយខុសត្រូវខ្ញុំនិយាយខុសឬត្រូវគិតមើលស្មានតែពួកវានេះអង្គុយនិយាយតាមអនឡាញរាល់ថ្ងៃនោះវាស្រួលដូចប្របែថោករបស់ពួកវាហ្នឹងឥឡូវបងប្អូនគិតមើលឥឡូវយើងមិនបាច់និយាយទេនិយាយពីអ្នកធ្វើស្រែហើយនឹងអ្នកអង្គុយមើលអ្នកធ្វើស្រែអាអ្នកអង្គុយមើលអ្នកភ្ជួរនឹងទាស់រហូតអត់ដែរត្រូវទេដូចមកទីបាញ់អាគ្នានោះខំប្រឹងភ្ជួរផងខំប្រឹងតម្រង់ផងខំប្រឹងទាញខ្សែគោផងហើយវាអត់ធ្វើអីសោះវាអង្គុយនៅលើរោងវាចាំតែទៅអត់ធ្វើអីសោះអាហ្នឹងបានតែចាប់បានឯងផ្ទះឯង3 4 5កាភ្លៀងក៏ដូចមកអាចឈួតចឹងហើយបានគេថាកំណាប់កុយសុធនលោកកុយសុធនណាលោកកុយសុធនចឹងខ្ញុំធ្លាប់អានកំណាប់គាត់ថាកំហុសតែមានចំពោះអ្នកធ្វើអ្នកអង្គុយមើលកុំចេះថាគួរមានមេត្រីដោយក្តីស្នេហាទៅតាមធម៌អាដែលព្រះទូមានន័យថាអាអ្នកអង្គុយមើលហ្នឹងត្រូវមានចិត្តជាតណ្ហៃមួយបើឃើញគេខុសឲ្យយោបល់គេតែមិនមែនឃើញគេខុសឲ្យទាញគេទម្លាក់ទេដោយក្នុងករណីសៀមកំពុងតែវាយខ្មែរកំពុងតែឈ្លានពានខ្មែរឲ្យនាំគ្នាធ្វើចលនាចង់ទៅផ្លាស់ប្ដូរខ្មែរគ្នាឯងក៏ដូចមកអាថោកឲ្យរៀនពីណាមកនោះណាពួកអាថោកណាហើយរៀនពីណាមកពេលដែលខ្មែរឆ្លោះគ្នាជាមួយជនជាតិជនបរទេសពេលដែលជនបរទេសណាពេលដែលជនបរទេសបំផ្លាញពេលដែលជនបរទេសឈ្លានពានទឹកដីកម្ពុជាហើយពួកឯងនឹងនាំគ្នាចង់ទៅកំទេចខ្មែរគ្នាឯងនោះមើលឯងរៀនពីណាមកយុទ្ធសាស្ត្រជីដូនជីតាឯងនឹងឲ្យមកអញ្ចឹងអីម៉េចណាហើយក៏យុទ្ធសាស្ត្រហ្នឹងវាជាយុទ្ធសាស្ត្រឆ្កែសៀមមកពីពួកឯងហ្នឹងជាឆ្កែបរទេសជាឆ្កែជនឈ្លានពានណាមកពីពួកឯងជាឆ្កែជនឈ្លានពានបានជាពួកឯងហ្នឹងធ្វើតាមបំណងរបស់ឆ្កែឈ្លានពានពួកឆ្កែឈ្លានពានណាអាហ្នឹងវាអញ្ចឹងហើយបាននិយាយឲ្យច្បាស់រឿងហ្នឹងអាប្រជាក្រុងឆ្កែនិយាយឲ្យច្បាស់រឿងហ្នឹងយើងត្រូវនិយាយឲ្យច្បាស់រឿងហ្នឹងមែនទេអាប្រជាក្រុងឆ្កែហើយទៅប្រាប់ឆ្កែគ្នាឯងឲ្យចេះធ្វើជាឆ្កែរបស់ខ្មែរណាកុំឲ្យធ្វើជាឆ្កែបរទេសក្នុងនាមឯងជាប្រជាក្រុងឆ្កែនេះក្នុងនាមឯងជាស្ដេចឆ្កែនេះឯងត្រូវធ្វើឆ្កែខ្មែរណាទោះជាឯងស៊ីអាចសៀមក៏ដោយក៏ឯងត្រូវបំរើខ្មែរដែរមែនទេអាប្រជាក្រុងឆ្កែទោះជាឯងស៊ីអាចសៀមក៏ដោយក៏ឯងត្រូវតែបំរើខ្មែរដែរតែកុំស៊ីអាចសៀមហើយធ្វើឆ្កែសៀមអូខេខុសហើយឯងខុសអត់ត្រូវទេយល់ទេអាប្រជាក្រុងឆ្កែយល់ចឹងខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថាទង្វើបែបហ្នឹងគឺច្បាស់កលែតចឹងរឿងសៀមរាំងស៊ីខ្ញុំមិនចង់និយាយច្រើនទេទុកឲ្យជនជាតិខ្មែរនៅខាងក្រៅប្រទេសមួយចំនួនតូចដែលកំពុងតែលប់ខួរលប់សតិហ្នឹងទៅតាមដំណើរពួកគេទៅព្រោះបញ្យលពួកហ្នឹងដូចជាបញ្យលឆ្កែកុំឲ្យស៊ីអាចចឹងបាទ